បាទហើយសួស្តីបងប្អូនបាទថ្ងៃនេះដោយសាររវល់ពេកទាំងខ្ញុំទាំងភរិយាខ្ញុំហ្នឹងគាត់ជាប់លក់ដូរខ្ញុំជាប់ធ្វើការហើយអញ្ចឹងมันមានពេលដាំបន្លែពេលថ្ងៃទេគឺយើងដាំនៅពេលយប់ហ្នឹងហើយម្យ៉ាងទៀតដោយសារពេលយប់យើងដាំក៏ល្អម្យ៉ាងដែរពីព្រោះវាត្រជាក់ចឹងទៅធ្វើឲ្យដំណាំបន្លែរបស់យើងល្អវាអត់ស្លាប់ណាប៉ុន្តែយើងដាំពេលថ្ងៃវាអាចនឹងស្លាប់ចឹងយើងដាំស្ពៃបុកឆយបាទយើងបដោះបានប្រហែលជាជាប់មួយសប្តាហ៍ហើយស្ពៃបុកឆយនេះចឹងយើងដកវាយកមកដាំបាទនិយាយទៅជាទូទៅយើងច្រើនដាំពេលយប់ដោយសារលពលហើយចឹងទៅឆ្លៀតបាទមុននឹងចូលទំនេរមុននឹងមុជទឹកដាំបន្លែសិនទៅបាទហើយខ្ញុំតមពូដើម្បីสนุกមើលពេលយប់វាល្ងឹតសិនភ្លើងអត់សូវភ្លឺពិបាកដែរពិបាកមើលចឹងក៏ដាំចិត្តបានមួយថ្នាហើយយប់ហ្នឹងយើងដាំប្រហែលជា2ថ្នានៅថ្នាខាងក្រោយមួយទៀតបាទដាំ2ថ្នានិយាយទៅយើងសា3-4ថ្នានេះកាលពីមុនយើងដាំស្ពៃកញ្ញាញ់ចឹងយើងកាត់ហូបទៅហើយហូបមិនអស់លក់បាទបានលក់ទៀតចឹងណាបាទហើយឥឡូវយើងដូរមកដាំស្ពៃបុកឆយវិញក៏ពិតស្ពៃបុកឆយស្រួលដាំឲ្យវាលឿនឆាប់បានហូបចឹងយើងអត់ដាំត្រាទេយើងផ្លាស់ប្ដូរបើសិនជាលើកមុនយើងដាំស្ពៃកញ្ញាញ់លើកក្រោយយើងដាំបុកឆយចឹងហើយសារនេះយើងដាំបុកឆយយើងសាថ្នាទៅយើងអាចដាំស្ពៃខ្មៅម្ដងអីចឹងទៅឬក៏ខាត់ណាចឹងទៅកុំឲ្យវាជន់គ្នាដដែលវាអាចធ្វើឲ្យកើតមានអាចសត្វតកៅសត្វអីណាវាកើតមានហ្នឹងហើយចឹងដីដែលយើងដាំនេះសំខាន់យើងធ្វើវាឲ្យផុសទៅបាទវាយវាឲ្យម៉ត់ហើយរកជុំកាមបើយើងអាចដុតខ្លួនយើងបានក៏ល្អដែរកាត់បន្ថយការចំណាយជាជុំកាមលាយជាមួយដីនឹងលាយជាមួយនឹងអាគូបាទហើយសំខាន់មួយទៀតគឺយើងត្រូវចេះធ្វើជីកប៉ុស្តិ៍ទឹកដើម្បីស្រោចវាណាបាទជីកប៉ុស្តិ៍ទឹកជីកប៉ុស្តិ៍គោកបាទហើយខ្ញុំនឹងធ្វើការចែករំលែកតើតើនឹងការធ្វើជីកប៉ុស្តិ៍ទឹកជីកប៉ុស្តិ៍គោកនៅវីដេអូក្រោយបាទចឹងប៉ុណ្ណឹងចាស់អរគុណច្រើន